ចម្រើនពរចំពោះញាតិញោមពុទ្ធបរិស័ទស្រីប្រុសគ្រប់រូបទាំងអស់មុនលើដោយម្ចាស់អ្នកផ្ដើមទានប្រធានអ្នកផ្ដើមបុណ្យដែលបានស្រស់ស្រួលមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធពិធីបុណ្យតក្កណានុប្បទាននិងគម្រប់ធូប3ឆ្នាំដើម្បីជាការទេសកសលជូនចំពោះឧបាសកនឹងវឿននិងលោកឪពុកស្ងួនទឹមអ្នកម្ដាយឡៃនុតលោកឪពុកកំផុនអ្នកម្ដាយញ៉ែមអេមជាដើមអ្នកផ្ដាំបុណ្យក៏មានជាហូហែហើយពេលនេះញាតិញោមអត់ស្ងាត់មកអត់ទេសទេណាបញ្ជាឲ្យហើយញាតិញោមបើអត់ស្ងាត់មកអត់ទេសទេពីព្រោះធម្មទានដែលប្រព្រឹត្តទៅបានគឺអាស្រ័យដោយមានអ្នកស្ដាប់បើសិនបើជាញាតិញោមអ្នកមកអង្គុយស្ដាប់មិនស្ដាប់ធម្មទានក៏មិនអាចប្រព្រឹត្តទៅបានយ៉ាងរលូនដែរព្រះធម៌វាសំខាន់ណាស់សម្រាប់យកមកតម្រង់នៅជីវិតរបស់យើងឲ្យបានដើរផ្លូវត្រូវប៉ុន្តែព្រះធម៌វានឹងអាចមិនសំខាន់ណាស់ដែរនៅពេលណាដែលយើងមិនបានយកធម៌នោះឯងមកជាគ្រឿងបង្ហាញផ្លូវសម្រាប់ដើរកិច្ចបដិបត្តិនៅក្នុងជីវិតការដែលមិនមានធម៌ជាគ្រឿងចង្អុលបង្ហាញទេច្រើនតែប្រព្រឹត្តទៅនៅក្នុងរឿងខុសដូចរាល់ថ្ងៃអីញាតិញោមឃើញហើយមនុស្សប្រព្រឹត្តទៅរឿងអកុសលផ្សេងមានការកាប់ចាក់សម្លាប់លួចឆក់ប្លន់អីជាដើមហ្នឹងវាកើតចេញមនុស្សដែលមិនកើតចេញពីមនុស្សដែលមិនមានបញ្ញានឹងឯងញាតិញោមផ្ទៀងស្ដាប់តិចណាញាតិញោមគឺកេះគ្នាទៅអ្នកមេតម៉ើតណាញាតិញោម1000ក្រេទៀតក៏នៅតែអត់ចេះដែរក៏នៅតែអត់យល់ដែរចឹងផ្ដើមដំបូងអាត្មាបញ្ជាក់ប្រាប់ពុទ្ធបរិស័ទថាទិសដៅនៃការស្ដាប់ធម៌មិនមែនទិសដៅដើម្បីបានបុណ្យទេបុណ្យវានឹងចម្រើននៅពេលដែលញាតិញោមនឹងឯងផ្ទៀងស្ដាប់ដោយយកចិត្តទុកដាក់ក៏ប៉ុន្តែទិសដៅនៃការស្ដាប់ធម៌ដ៏ពិតប្រាកដគឺជាការស្ដាប់ដើម្បីបង្អោនទៅដើម្បីនឹងយល់ដឹងបានញាតិញោមយកការយល់ដឹងមកធ្វើអីញាតិញោមលោកគ្រូអាចារ្យយកការចេះដឹងមកធ្វើអីណាយកការចេះដឹងមកធ្វើអីធម្មតាយើងស្ដាប់ធម៌ដើម្បីទទួលបានការចេះដឹងតើយកការចេះដឹងមកធ្វើអីណាយកមកប្រតិបត្តិនៅរឿងអីនៅលើរឿងដែលត្រឹមត្រូវចឹងបានអាត្មាតែងតែលើកឡើងជារឿយប្រកបថាធម្មទេសនាមិនមែនគ្រាន់តែធ្វើឲ្យបង្គ្រប់កិច្ចទេញាតិញោមធម្មទេសនាគឺត្រូវតែសម្ដែងបញ្យលណែនាំដាស់តឿនគ្រប់មនុស្សទាំងអស់អញ្ចឹងបានរៀងរាល់កម្មវិធីបុណ្យអាត្មាភាពមិនសូវជាបាននិយាយធម៌នឹងឯងតម្រូវទៅតាមកម្មវិធីទេព្រោះមានមតិញាតិញោមខ្លះគាត់ប្រកាន់មមប្រកាន់ថាតក្កណានុប្បទានហ្នឹងក៏ត្រូវតែទេសពីតក្កណានុប្បទានទៅបើបុណ្យបច្ច័យ4ក៏ត្រូវតែទេសពីបុណ្យបច្ច័យ4ទៅហើយចុះមួយឆ្នាំ3 4 500ក្រេក្នុងមួយខែ40 30ក្រេហើយចុះបុណ្យទាំងអស់ហ្នឹងសិតតែបច្ច័យ4សិតតែតក្កណានុប្បទានសិតតែកតញ្ញូសិតតែចម្រើនបជនស្រុកខ្មែរបុណ្យដែលយើងសង្កេតឃើញតាមរោងបុណ្យមានតែប្រមាណទេបច្ច័យ4នោះ1តក្កណានុប្បទាននោះ2ចម្រើនបជននោះ3កតញ្ញូនោះ4អញ្ចឹងបុណ្យដែលវាមានច្រើនហ្នឹងដែលនិមន្តលោកទៅទេសនាតាមកម្មវិធីផ្សេងហ្នឹង
ឈ្មោះមានតែប៉ុណ្្នឹងឯងដល់ច្រើនគឺមានត្រឹមប៉ុណ្្នឹងគឺឈ្មោះមុខគេអញ្ចឹងកាលណាដែលអ្នកទេសនាបច្ច័យ4ក៏ទេសពីបច្ច័យ4តក្កណានុបទានក៏ពឺតទេសពីតក្កណានុបទានវាធ្វើឲ្យធម្មទេសនានឹងคล้ายទៅជាប្រពៃណីបង្គ្រប់តែកិច្ចក្នុងកម្មវិធីបុណ្យមែនញាតិញោមមែនញាតិញោមតលតែមានបុណ្យបានអាចនិមន្តលោកមកទេសនាបានមែនអត់បើអត់មានកម្មវិធីបុណ្យមិនលោកមកទេសបានទេមែនជាការបង្ហាញថាផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរធម៌ទេសនាហ្នឹងគឺគ្រាន់តែយកមកឲ្យគ្រប់នៅក្នុងកម្មវិធីបុណ្យតែប៉ុណ្ណោះជួនកាលទៅខ្លះទៅកន្លែងខ្លះបើម្ចាស់បុណ្យអត់នៅស្ដាប់ទេអាឡ័យទទួលភ្ញៀវអញ្ចឹងទៅមានកន្លែងមួយចំនួនគឺម្ចាស់បុណ្យអត់ស្ដាប់ទេគាត់ព្យាយាមទទួលភ្ញៀវទៅភ្ញៀវធំជាងលោកទៅទៀតក៏មានដែរភ្ញៀវធំជាងធម្មទេសនាទៀតក៏មានដែរដូច្នេះកាលណាដែលយើងមិនបានគិតទៅលើបដិគិហកៈកាលណាដែលយើងមិនបានគិតទៅលើធម្មទេសនាមានន័យថាយើងនឹងឯងគិតភ្ញៀវជាធំតែគិតភ្ញៀវជាធំហើយត្រូវការចំណូលជាធំតននេះញាតិញោមបានអាត្មាបានលើកឡើងពីមតិខ្លួនឯងលើកឡើងពីមតិខ្លួនឯងប្រាប់ទៅដល់ញាតិញោមពុទ្ធបរិស័ទថាធម្មទេសនាមិនមែនគ្រាន់តែសម្ដែងឲ្យគ្រប់កម្មវិធីបុណ្យទេហើយធម្មទេសនានេះអត់មានពិធីបុណ្យក៏អាចនិមន្តលោកមកទេសបានញាតិញោមអើយអត់មានពិធីបុណ្យក៏អាចនិមន្តលោកមកទេសនាបានដែរប៉ុន្តែញាតិញោមខ្លះមានកន្លែងបុណ្យមួយនោះនិមន្តអាត្មាទៅទេសគាត់ថាខ្ញុំកណាធ្វើបុណ្យធំហើយចង់និមន្តព្រះអង្គទៅទេសនាអាត្មាក៏ពោលថាថ្ងៃណាដែរគាត់ថាថ្ងៃទីប៉ុណ្ណេះអញ្ចឹងទៅអាត្មាក៏ពោលថាថ្ងៃហ្នឹងអាត្មាទទួលអត់បានទេបើស្អែកឡើងពេលព្រឹកអាត្មាទទួលបានដឹងម្ចាស់បុណ្យពោលថាម៉េចទេដៃកូនអើយបើទេសពេលល្ងាចមានមនុស្សស្ដាប់បើទេសពេលព្រឹកអត់មានមនុស្សស្ដាប់ទេបានអាត្មាក៏ស៊ូទៅវិញថាភ្ញៀវអ្នកអញ្ជើញអាត្មាទៅឬមួយក៏ញោមអ្នកអញ្ជើញអាត្មាទៅអ្នកមុនអាត្មាទៅកម្មវិធីមួយភ្ញៀវអ្នកនិមន្តលោកឬមួយក៏ម្ចាស់បុណ្យអ្នកនិមន្តលោកអ្នកមាត់អង្គហ្នឹងហ្មងបុណ្យនីមួយភ្ញៀវអ្នកនិមន្តលោកមកឬមួយក៏ញាតិញោមម្ចាស់បុណ្យអ្នកនិមន្តលោកមកអញ្ចឹងបើម្ចាស់បុណ្យអ្នកនិមន្តលោកមកលោកប្រកាសជាផ្គងចិត្តថាម្ចាស់បុណ្យចង់ស្ដាប់ធម៌អញ្ចឹងប្រជាម្ចាស់បុណ្យគ្រប់រូបណាកូនចៅប្រុសស្រីអត់សំខាន់ភ្ញៀវតិចភ្ញៀវច្រើនមកស្ដាប់ឬមិនស្ដាប់ទេសំខាន់បំផុតគឺអ្នកនិមន្តនឹងឯងបានគាត់ពោលថាអត់មានភ្ញៀវស្ដាប់ទេដៃកូនអើយខ្ញុំកណាស្អែកឡើងនឹងមិនមែនភ្ញៀវស្ដាប់ទេបានថ្មតែឲ្យចុះញោមក្រុមគ្រួសារញោមនៅធ្វើអីគាត់ថាអត់ទេកណាចង់បានមនុស្សច្រើនបានថ្មកំណត់ដឹងថាអ្នកដែលនិមន្តអាត្មាទៅទេសនាហើយបែរទៅជាមានកំណត់ថាតលតែមានភ្ញៀវមកស្ដាប់ច្រើនបានគាត់អាចនិមន្តទេបានមានន័យថាគាត់អត់ទាន់ជ្រះថ្លានឹងធัวទេវាគ្រាន់តែមានចិត្តថាប៉ុនអញធំប៉ុណ្្នឹងដែរបើមិននិមន្តលោករៀងមានឈ្មោះក្រាន់បើបន្តិចមកទេដូចមិនកើតហើយបើសិនប៉ុនអញប៉ុណ្្នឹងអាចនិមន្តលោកមកបានប៉ុណ្្នឹងរឹតតែអស្ចារ្យបានថ្មថាគុំគិតគំនិតបែបនេះសំខាន់បំផុតគឺម្ចាស់បុណ្យអ្នកនិមន្តត្រូវតែចូលមកស្ដាប់មនុស្សមកស្ដាប់តិចឬច្រើនមិនសំខាន់ទេប៉ុន្តែភាគច្រើនគិតចេះម្ចាស់បុណ្យអានេះអាត្មានិយាយតាមអាត្មាស្ទង់មើលទៅណាខុសត្រូវអធិស្ឋានណាប្រកែប្រកាន់លោកអីលោកទៅវិញមិនដឹងខ្យល់អីទេអាត្មាហ្នឹងអាត្មាស្ទង់មើលអញ្ចេះឧទាហរណ៍ថាម្ចាស់បុណ្យមានតម្លៃប៉ុណ្ណេះមានប្រាក់ប៉ុណ្ណេះអញ្ចឹងបូកជាមួយនឹងភ្ញៀវមកទៀតមកបានប៉ុណ្ណេះសរុបទៅបានឲ្យលោកច្រើនបានមកកុំគិតគំនិតបែបហ្នឹងកុំគិតគំនិតរឹងលុយតិចលុយច្រើនភ្ញៀវតិចភ្ញៀវច្រើនសំខាន់អ្នកណានិមន្តអ្នកនឹងត្រូវតែមកស្ដាប់
hai bà pol ta khuôn anh chỉ ra khla hỏi lúc đã pe về li ao pan này bán vô pan đăng tới mình cái lại tháp nhiều ọt đáp đã sai lá cái ọt này muốn mà ta ọt tới ọt bàn này muốn mà tụm này khlang con mà thằng ngày ọt sơi tụm này phòng chẳng có nhiều như đó ngày chẳng phải chuyện tha thom mà tây ná cứ chỉ ca sầm đai tệ tân nâng chỉ vật bài chuyện bom thì ai hay ở thma bài chuyện hai ná ca tây ná bao thma ọt sơi chọp tệ tông chỉ mũi than su ấy nâng pt rừng tê và đa cha tông mà ha đây chả ca tao và tăng diêm mía tông sở ta nâng mía nè ở tây bà rạ nâng mía tạo và xạ và tây ấy chị đau nâng á than su tăng và mùi choan nâng chia rừng rồi bỏ tê và đà toàn đế nhân nhóm hay chầm nay nè rũ pre tê đê chan ở sâu ra cái chia rừng rồi bỏ pre tê đê chan ở sâu ra cái tái nẹ trâu đăng chia rừng chăm bách cứ chỉ vượt ấy lời này ai men nhiệt nhôm khá quạt phở bón quạt bánh nhạc bàn tờ than su men đấy xây tích của chiết cào đây xây tích của chiết cào đây đặt bát lô của xô mà chiết cào sẽ đấy bàn tích hàng non tích không khăng phê đặt bát lô của xô mà chiết càoចូលកត់សាលាព្រះវិហារក៏សូមឲ្យជាតិក្រោយចូលផ្លូវថ្នល់ជាមួយនឹងគេក៏សូមឲ្យជាតិក្រោយយូរទៅមនុស្សយើងគិតអាជាតិមុខហ្នឹងវាខ្លាំងជាងជាតិបច្ចុប្បន្នអាត្មាតែងតែលើកជាប្រកដីថាឧទាហរណ៍ញាតិញោមមួយចំនួនអ្នកស្ដាប់ធម៌ហ្នឹងមកស្ដាប់ធម៌ហ្នឹងក៏សូមឲ្យជាតិក្រោយដែរដាក់500ដាក់1000 2000 5000 10000 20000ដាក់បងសរងសូមឲ្យជាតិក្រោយសូមឲ្យខ្ញុំមានបញ្ញាពេលលោកទេសនាកាលណាអត់យកចិត្តទុកដាក់ស្ដាប់ចេះអត់ហើយបើអត់ហើយមិនខំនៅដដែលអញ្ចឹងទៅអីចុះភាគច្រើនគឺផ្ដោតទៅអារឿងជាតិមុខខ្លាំងកាលណាដែលយើងផ្ដោតទៅលើរឿងជាតិមុខខ្លាំងពេកយើងនឹងคลายទៅជាមនុស្សអាត្មានិយមតន់អត់ញាតិញោមយើងឥឡូវរស់នៅជាតិមុខឬមួយក៏រស់នៅបច្ចុប្បន្ននេះឲ្យលឺមើលអញ្ចឹងបើរស់នៅភាពជាបច្ចុប្បន្ននេះគប្បីទៅដឹងរឿងជាតិមុខឲ្យខ្លាំងជាងរឿងបច្ចុប្បន្ននេះទេគប្បីខ្វងរឿងបច្ចុប្បន្នជាងរឿងឥឡូវនេះទេចឹងបានអញ្ចឹងហ្នឹងនៅតែខ្វល់ណារឿងកាលខាងមុខច្រើនជាងរឿងបច្ចុប្បន្នឥឡូវឧទាហរណ៍ញាតិញោមដែលមានជីវភាពខ្សត់រោបាយរោទឹកមិនសូវបានឧទាហរណ៍ណាអញ្ចឹងញោមក៏បីរោគបាយរោគទឹកហ្នឹងដើម្បីបរិភោគឲ្យឆ្អែតឥឡូវហ្នឹងឬក៏រោគដើម្បីទុកថ្ងៃស្អែកពេលដែលយើងអត់ខ្លាំងយើងហេវខ្លាំងហើយយើងរោគបាយរោគម្ហូបបាយទឹកនំចំណីបានមកហើយយើងគប្បីបរិភោគក្នុងពេលដែលអត់ឥឡូវហ្នឹងឬមួយក៏ទុកបរិភោគក្នុងថ្ងៃស្អែកហើយចុះឥឡូវនេះយើងកំពុងតែមិនចេះមិនដឹងហើយចាំបាច់ប្រាថ្នាដល់ជាតិក្រោយទៅអីមែនទេញាតិញោមអ្នកខ្លាំងនោះគាត់បងសរងសូមឲ្យជាតិណាសូមឲ្យខ្ញុំមានបញ្ញារហូតមានអ្នកខ្លាំងនឹងទទួលបីដកហើយប្រាថ្នាបីដកដាក់លើក្បាលហើយអត់ដែរបើកមើលណាប្រាថ្នាសូមឲ្យខ្ញុំកើតជាតិណាមានបញ្ញាញាតិញោមក្នុងโลกនេះអត់មានរបស់ free ទេស្ដាប់ឲ្យតន់ណាញោមអត់មានរបស់ free ទេវាកើតឡើងចេញពីការធ្វើហេតុពីខាងដើមតែម្យ៉ាងប្រសិនបើគ្រាន់តែទូលសភៅប្រសិនបើគ្រាន់តែទូលបីដកហើយទទួលបានការចេះដឹងហ្នឹងញាតិញោមម្លោះហ្នឹងអាត្មាអង្គុយទូលបីដក110ក្បាលហ្នឹងឲ្យចប់អដ្ឋកថាអាត្មានឹងទូលឲ្យចប់ទូលហើយឲ្យចេះបដ ாய் តែគ្មានអ្នកណាគ្រាន់តែទូលសភៅហើយថ្វាយបង្គំហើយបានការចេះដឹងទេមែនញាតិញោមតលតែព្យាយាមបើកអានព្យាយាមសិក្សាស្រាវជ្រាវទៅបានអាចទទួលបានការចេះដឹងនោះមកបានចឹងហើយដាក់កន្លែងទេសនាចុងភៅចិត្តហ្នឹងឬសលេងចឹងឯងញាតិញោមចឹងផ្ទៀងស្ដាប់តិចទៅណាបងណា
tiếng snap tới cho chẳng ban tham gia bạch thà thua tây sna con chẳng đại present bao nhiêu nhôm màu snap còn tại bắt đầu đầm bay chọn bàn bóng rư cô bạch na xôm ở miền pan nha chiết thẳng mục nữa nghe tham gia cái than nhiệt nhôm và hồng không nông ai pro ấy lần ní ba mình chơi hai cú bồng pin pi ấy lần ní từ công bạch na đòi chiết kháng hàng mục tràn pe toàn đấy nhiệt nhôm tôi chăm tha chiết mục tham gia ở đây bạn để sai thà chiết mục mình miền này chiết mục nâng miền chia bạc cọt phần tay chiết mục vi chia phal để cao tránh pi chiết pa chóp pa chợ bòn đi menu tê vật đa ăn prum nở ruộng pre tê để chan ở sâu được cái từng on đi cứ chia phal để cao tránh pi menu chia nẹ sàng chẳng present bởi pa chợ bòn đi miền menu sang là ồ sộ cái tệ su tê vật lô miền menu miền tê vật đa của miền chia cọt bởi pa chợ bòn đi nẹ sang âm pơ à cọ nửa ruộng pre tê để chan ở sâu cái nâng miến chia cọt rưng để nẹ trâu phật hát rưng để nẹ trâu khoai rưng để nẹ trâu dục chất tục đạm mình men anacot đại phẩm toàn mọc đào nụ tê tại nẹ trâu để dục chất tục đạm phật hát ập rung cài prai nâng thơ pa chợ bon ở phiệp này chỉ vượt ní oiประกอบដោយសុចរិតធម៌និងការចេះដឹងមួយដ៏ត្រឹមត្រូវដែលមានព្រះធម៌ជាគ្រឿងចង្អុលបង្ហាញប្រាប់តន់អត់ញាតិញោមអើយតន់ហើយអត់តន់ហើយលោកទេសចប់ក៏ចប់ជាមួយនឹងលោកដែរយ៉ាត់យ៉ាយមែនទេណាហ្នឹងហើយអញ្ចឹងអាត្មាចង់អូសទាញញាតិញោមដូចនេះថាអូទាញប្រើពាក្យអូទាញចឹងជាការទាញគំនិតញាតិញោមមកឲ្យគិតរឿងបច្ចុប្បន្នច្រើនជាងបរៈលោកដូចញាតិញោមខ្លះចឹងក៏ថាជាតិនឹងក្រហើយឲ្យទាញទៅដើម្បីឲ្យជាតិមុខវាមានអាត្មាថាកុំតន់គិតប្រសិនបើជាតិនេះក្រអ្នកត្រូវតែប្រឹងប្រែងរកស៊ីចេះទុកដាក់ចាយវាយត្បិតត្បៀតឲ្យបានត្រឹមត្រូវហើយបណ្ដោះចិត្តគំនិតខ្លួនឯងឲ្យចេះចែករំលែកឲ្យមនុស្សនៅជុំវិញខ្លួនគេអាចទទួលបានសេចក្តីសុខដោយចំណាយនៃការលះបង់របស់យើងបណ្ដោះចិត្តដោយការសង្គ្រោះតែកុំបណ្ដោះចិត្តឲ្យឃើញតែពីខ្លួនឯងបានទៅជាតិមុខច្រើនពេកតោះនេះញាតិញោមត្រូវចាំថាជាតិមុខអ្នកទទួលបានលទ្ធផលបែបណាអ្នកត្រូវសង្កេតមើលពីបច្ចុប្បន្ននេះសិនបើបច្ចុប្បន្នរបស់អ្នកឥឡូវនេះអ្នកមិនព្យាយាមក្នុងការសង្គ្រោះផងជាតិមុខក៏នៅតែដដែលដូច្នេះបើជាតិនេះឥឡូវវាកំពុងតែអត់កំសត់ក្រីក្រហើយប្រឹងប្រែងរកទ្រព្យសម្បត្តិទៅហើយការធ្វើទាននឹងត្រូវបណ្ដោះចិត្តឲ្យមាននៅការសង្គ្រោះពិតប្រាកដកុំឲ្យធ្វើទានដោយការសង្ឃឹមផលណែអ្នកធ្វើបន់រាល់ថ្ងៃឥឡូវហ្នឹងណាគំនិតមិនសូវស្អាតប្រមាណទេញាតិញោមអើយអត់សូវលឺពាក្យអញ្ចឹងគេថាឲ្យទេណាអ្នកអង្គុយស្ដាប់ហ្នឹងណាសប្តាហ៍ថ្ងៃអ្នកធ្វើបន់ណាញាតិញោមចិត្តអត់សូវស្អាតទេព្រោះអីធ្វើបន់តែកេងចំណេញមែនទេកំតន់កណាសង្កេតមើលសភាពជំរូវចិត្តនេះសិនធម្មតាសភាពនៃបន់ណាញោមបស្រអុនឹងណចង្យោឬក៏បាលីថាពុញ្ញៈនេះណាប្រែមកថាពេញបរិបូរដោយចំណែកចិត្តល្អជាទូនៃមហាកុសលអញ្ចឹងធម្មជាតិបន់វាអត់មានចិត្តចង់បានទេបន់វាស្មើនឹងការលះបង់បានវាស្មើនឹងបាបអញ្ចឹងពេលណាដែលយើងជួយគេដោយការសង្ឃឹមចង់បានបុណ្យអាចិត្តចង់បានហ្នឹងគឺជាបាបតែម្ដងតើនេះញាតិញោមចិត្តចង់ជួយគេគឺជាបុណ្យតែដល់ពេលអាចិត្តចង់បានបុណ្យគឺជាបាបហេតុអីព្រោះអាទូនៃការចង់បានហ្នឹងវាជាតណ្ហាហ្នឹងមិនមែនសំដៅតម្រេករវាងបរិសុស្ត្រីទេណាតែមួយយ៉ាងប៉ុណ្្នឹងឯងពាក្យថាតណ្ហាក្នុងទីនេះគឺលោកសំដៅទៅដល់ការប្រាថ្នាការត្រូវការចង់បានមិនចេះឆ្អែតមិនចេះឆ្អន់នេះគឺជាទូតណ្ហានៅពេលណាដែលអ្នកឃើញគេកំសត់ក្រីក្រលំបាកតោកយ៉ាអ្នក
ban chai rùm lê trong sầm ba rùm bọc luôn ao nè đợt tê kê từ tu ban này ca lệ bong rùm bọc dơ ngắm chật bạp nấy cứ chuyện bón nè tại nơi bên nè để nè trong bán chật nó cứ chuyện bạp pi pro tu trong ban bón cứ chuyện tu này có cổ sal tầm là hà nó ông thọ bạn đào tuในโลภะเจตสิกการพัฒนาการตรูการจองบานจอบอย่าเปลี่ยนในขนมอารมณ์นั่นไงคือจีอะโกสัลจังบอนคือตรูแต่เลี้ยเอาสะอาดโพดผ่องใต้บ่เป็นนะเดี๋ยวเนี่ยเฟื่อให้พัฒนาจองบานพอละเนี่ยหนึ่งตึกพเนจหนึ่งกระดาวกระหายเจียคางกระดาวปีโปรกรบยามวีเหมือนเมนใจแต่บ้านดาวตัวเตให้ก็เหมือนเมนใจแต่บ้านตามจุดพัฒนาตรูการระบอบยืงได้ตัวแต่เมียนหายกรุบกร้อนเติบเนี่ยแต่ตู้บานพอเจตีปราถนาตอนนี้จังเหยียดโยมจังไอ้บานเนี่ยคลาฝึกบอลหายดาวแต่ไปจูบเรื่องอากาศอัดโยนปีบอลนะประตูบอลน่ะมองขอมฝึกบอลจังว่าบอลเหมือนจุยฝึกเตียนพองแต่ซาเซลพองมาน้ำเหมือนลูกอีวันอันอ้อเนี่ยคลาตรูเพลิงใช้ตรอมสมบัติตรูตึกเล็กตรูไอเฮาไฮประตูถะบอลมันจุยนี่เนื้อเป็นน่ะเด่นเนี่ยตัวตูบ้านเนื้อเรื่องละอ๋อวิจิพรระบอบอลแต่เนื้อเป็นน่ะเด่นเนี่ยทเวอร์เนื้อเรื่องอักระเฮาทเวอร์เรื่องละอ๋อไฮใบเตยจะจูบเรื่องมันละอ๋อวิมันเมนจิพรในบอลแต่เนี่ยบานสร้างนี่เต้วิจิพรบาดได้วิมีกำลังคลั่งเชียงบอลปัจจุบันนี้วิตรูเอาพอลตอนนี้เหยียดโยมเนี่ยคลาอดเมียนเสถียรเลือเรื่องกำพอลนึงจะบ้าล้อเต้เหยียดโยมมาไอ้ประตูฝึกบอลมากับโกไม่โกจำเซลโกแต่ซาเตียนกว่าเอาใบมาเหมือนจูบเรื่องมันออกขนมจีวิตเนี่ยคลาอาจประตูทำเอาปีบอลมันจุยใต้ดอแต่เป็นเนี่ยเมียนปัญญาเกี่ยอัดประตูปีบอลเต้เนื้อเป็นน่าได้จีวิตระบาเกจูปัญญาเกมันได้บรรทุกทำเอาปีบอลมันจุยเต้ตายเกเมียนเสตระลึกดังตอนถามนี่คือจีพอระบาอะโกซาลกรรมได้อัตมาอันบานสร้างขนมกาปีอัตตะเจียดหรือการกันลองตัวหายวิเมียนเอากาเตอเอาพอลขนมเป็นไอเลยนี่เคยเหยียดโยมตอนอัดกลายนั่งเหยียดโยมฉบับอัดกลายแต่นั่งฉบับแต่เนี่ยฉบับเนี่ยอัดฉบับเนื้อแต่ได้จะบอลโกนจะบอลฉบับอัดฉบับตอนอัดเดี๋ยวตอนน่าจะก็họโลกบ้าปะนั่นไงจังไปเจียท่าบอลมันเมนจีกาบ้านตายบ่อยจัดจองบ้านวีคือเจียบ้านเพราะอาสเพียบจัดบอลวีอัดเมียนเหมือนเตลขนมนั่งไงทอมมาเจียนาได้จิมเรียจัดระบอกลุ้นเอาสะอาดเอาโพระพองปราศจากในเหมือนเตลใส่มองเมียนโลภะโทสะโมหะเจียดาวมะทอมมาเจียนู้คือเจียบอลอย่างเปิดปลาก่อนแต่เนื้อเป็นนะแต่เนี่ยทัวหายสังคมจังบานพอลเป็นนู้จัดระบอกเนี่ยเล่นบอลเดสปอตเล่นบอลเดสได้บอลหายตายเวตือลีล้ำโดยอำนาจในอากาศาลโพลคือการจังบานตัวเองตอนเต้เหยียดโยมนั่งแต่ตอนเต้ลงฉับจอบนั่งไงจังไปเจียจังนะจังตรึเรียนส่งครัวก็มาธรรมาในยมบานธรรมาโปลังเปียมวยรื่อยๆจะปลอกกันได้นะขนมลูกนี่เหยียดโยมขนมลูกนี่นะขมิ้นหนนาอาธรรมาในยมเจียงเนี่ยฝึกบอลปรารถนาเจียดหมกนังเตขมิ้นหนนาอาธรรมาในยมเจียงปุเนี่ยฝึกบอลนังเตให้ไอ้บานธรรมาทานจังดับไอ้ตัวนะเหตุไอ้บานจรุนปีไซโพธาขมิ้นหนนาอาธรรมาในยมโดยปุเนี่ยฝึกบอลมวยจำนวนนั้นถ้าดอยซาแต่ไปคลาสฝึกให้ดำใบแต่เอาอันบานอาเจียดดังบานก็ให้แต่จ้าแต่โซ่หมดเจียดกระไรเคยอาธรรมาในยมไหมเอาอันบานเจียดกระไรปันท้ายอับเพลย์จัดแต่เวียบอหรือสดเมนเต้นแต่มาดองอ่ะเอาเกซีให้เอาเกบอหรือโพกให้กรมสังคมพอละอัดเมียนนี่กรมรอนะอย่างจังบานทารึงบอลนี่กรมเจตโปทาโอ้ทั่วนี่เตอร์บานบอลนะทั่วนู่เตอร์บานบอลนะบอลวีมันงี้จมรานล้างสรูลโดยมวดยืงเนี่ยทานังเตจุงก้าวเนี่ยเดโปทาทั่วนั่งเตอร์บอลชาวนั้นจัดอัดเมียนบอลติดบ่โยมโลกเตสนานั่งก็ได้อาจารย์ทานั่งก็ได้ทั่วนี่เตอร์บานบอลทั่วนู่เตอร์บานบอลนั่งอะไปเจียปราปุตบอลสัทธาบอลวีมันเมนการล้างสรูลโดยมวดยืงทาเตเวตัวแต่ขณะนั้นได้เจอแต่ระบบเนี่ยวิสาโพระพองเมนเตนนะ
ធ្វើឲ្យកើតនៅសេចក្តីសប្បាយរីករាយដោយការចំណាយនៃការលះបង់របស់យើងដោយអំណាចនៃអំពើល្អដ៏បរិសុទ្ធហ្នឹងណាទើបបានឈ្មោះថាជាបុណ្យពិតប្រាកដញាតិញោមមើលជួយគេហើយអ្នកខ្លះដល់តែពេលលើកក្រោយគេអត់ដឹងគុណបន្ទោសគេអាកពើមីកពើអញខំប្រឹងជួយប៉ុណ្ណឹងដែរមិនដឹងគុណអញអ្នកខ្លះគាត់ថាគាត់អត់មានចង់បានឲ្យអ្នកណាមកតបស្នងសងគុណគាត់វិញទេតែគាត់ចង់ឲ្យគេដឹងគុណថាគាត់បានជួយគេអានេះក៏មិនមែនជាបុណ្យដែរកាលណាដែលអ្នកជួយសង្គ្រោះអ្នកដទៃហើយវាមិនមែនជាសេចក្តីល្អពិតប្រាកដគ្រាន់តែជាការធ្វើទៅដើម្បីឲ្យគេដឹងតែខ្លួនឯងធ្វើសេចក្តីល្អអ្នកនឹងឈឺចាប់នៅពេលក្រោយតន់អត់ញោមអត់ខ្វះទេអ្នកជួយគេហើយដើរត្អូញត្អែប្រាប់គេនៅពេលដែលគេមិនដឹងគុណវិញខ្ញុំខំជួយបងឯងមើលចាប់ដើរបោកបាច់ទេណាខ្ញុំខំជួយវាខ្ញុំខំឲ្យវារៀនខ្ញុំខំឲ្យវាសូត្រខ្ញុំខំចេះខ្ញុំខំចោះបងឯងមើលវាអត់ដឹងគុណខ្ញុំសោះយើងស៊ូតិចអ្នកណាប្រើហ៎ញោមដៃត្អូញត្អែប្រាប់គេថាបងឯងមើលណាខ្ញុំខំជួយឲ្យវារៀនខ្ញុំខំចែកឲ្យវាខ្ញុំខំជួយវាចេះបងឯងមើលវាអត់ដឹងគុណខ្ញុំតិចពិបាកតាអាអ្នកនោះវាស៊ូវិញអ្នកណាប្រើហ៎តែចង់ជួយខ្លួនឯងតើអីអញ្ចឹងវាបង្ហាញថាកាលមុនដែលអ្នកជួយគេហ្នឹងប្រសិនបើពេលណាដែលអ្នកជួយគេហើយកាលកន្លងមកអ្នកកើតសេចក្តីក្តៅក្រហាយមានន័យថាអតីតកាលដែលអ្នកបានជួយគេហ្នឹងជាការជួយមិនស្មោះត្រង់ទេតើនេះញាតិញោមមានន័យថាយើងជួយគេហ្នឹងមិនទាន់ស្មោះត្រង់ទេតែប្រសិនបើបេះដូងយើងជាការជួយដល់ភាពស្មោះត្រង់យ៉ាងពិតប្រាកដមែនណាញាតិញោមអូញាតិញោមហើយគេដឹងក្តីគេមិនដឹងក្តីអត់មានភាពឈឺចាប់ទេជួនកាលអ្នកខ្លះជួយគេហើយមិនដឹងតែខ្លួនឯងបានជួយម្នាក់នឹងទៀតតលតែម្នាក់នឹងមកពោលថាអូយបងអើយខ្ញុំអរគុណហើយមិនចាំខ្ញុំអត់អ្នកណាគេកាលមុនណាបងឯងធ្លាប់ជួយខ្ញុំចេះអូបាននឹកឃើញទៅវិញណែអ្នកដែលមានបេះដូងបរិសុទ្ធនៅក្នុងការសង្គ្រោះនឹងជួយអ្នកដទៃដោយបេះដូងបរិសុទ្ធដែលឈ្មោះថាបុណ្យហ្នឹងណាគឺអត់សង្ឃឹមផលទេហើយភ្លេចទៀតផងភ្លេចតែខ្លួនឯងបានជួយសង្គ្រោះគេទៀតផងតែនៅពេលណាដែលយើងជួយហើយដោយការសង្ឃឹមផលចាប់ដើមបោកបាច់មីនឹងខ្ញុំជួយវាតាកាលមុននៅទ្រាំបានប៉ុណ្ណឹងមែនអត់ហើយសង្គមសពថ្ងៃសម្បូរណាស់មនុស្សមួយចំនួនហ្នឹងកើតអញ្ចេះកុំតែបានខ្ញុំជួយតាកុំតែបានខ្ញុំឲ្យតាស្មានតែវាបានប៉ុណ្ណឹងសពថ្ងៃសម្បូរមនុស្សឲ្យរបស់សំណោះដៃឲ្យរបស់សំណោះដៃមិនញាតិញោមបងប្អូនឲ្យរបស់សំណោះដៃឲ្យមិនឲ្យហើយសង្ឃឹមឲ្យគេដឹងគុណហត់ទឹកសម្លឹងកាមានន័យថាម៉េចហត់ទឹកសម្លឹងកាធម្មតាអាត្មានៅតូចបបរតាម100ដាក់បាយកកគេដាក់បបរស្រូបមកដើម្បីបានកាកនឹងវិបរិភោគឆ្ងាញ់ឆ្អែតអញ្ចឹងត្រូវហត់ទឹកឲ្យអស់ដើម្បីអីថាដើម្បីបានកាកបរិភោគឯណោះយ៉ាងណាមិញមនុស្សកាលណាដែលជួយគេហើយដោយគេថាបើអញជួយទៅអញនឹងបានផលចំណេញបានយសបានស័កបានលៀបឬក៏បានគេដឹងគុណចិញ្ចឹមបីបាច់ថែរក្សាអញពេលក្រោយអាបែបនេះគឺជាការហត់ទឹកសម្លឹងការតើនេះញាតិញោមឪពុកម្ដាយក៏អញ្ចឹងដែរញាតិញោមមុខលោកពិសីនៅឯណាមើលលោកមើលទៅមើលទៅឯណាមេដាបៃតាក៏អញ្ចឹងដែរដែលឈ្មោះថាពេញទីជាមេដាបៃតាសូមម្ចាស់បុណ្យស្ដាប់ណាបងណាដែលពេញទីថាជាមេដាបៃតាសូមបានជ្រាបទុកនៅក្នុងឌុងហបរតីថាតលតែការមិនសង្ឃឹមចង់បានផលពីកូនកាលណាដែលចិញ្ចឹមកូនដោយប្រាថ្នាចង់បានផលពីកូននោះឈ្មោះថាជាមេដាបៃតាក៏ពិតមែនប៉ុន្តែមិនមែនជាបព្វការីបុគ្គលទេដែលឈ្មោះថាជាបព្វការីបុគ្គលជាអ្នកធ្វើនៅឧបការៈមុនទាល់តែការជួយចិញ្ចឹមសង្គ្រោះនោះដោយមិនសង្ឃឹមផលនៅពេលណាមួយទើបឈ្មោះថាជាបព្វការីបុគ្គល
ตอนนี้ไม่ตอนนี้พวกนะการนะได้យើងចិញ្ចឹមហើយថាណែអញខំចិញ្ចឹមតាំងពីបាតជើងក្រហមល្ងាលមានន័យថាយើងឈ្មោះថាជាឪពុកឈ្មោះថាជាម្ដាយមែនតែមិនទាន់ចាត់ចូលថាជាបព្វការីបុគ្គលទេដូច្នេះជាការបង្ហាញថានៅពេលណាដែលអ្នកជួយសង្គ្រោះបុគ្គលណាមួយដោយសង្ឃឹមផលអ្នកនឹងខ្លោចផ្សានៅពេលក្រោយព្រោះវាមិនមែនអាចសម្រេចបានតាមការចង់ទេតែនៅពេលណាដែលអ្នកចាប់ដើមមានបេះដូងបរិសុទ្ធជួយសង្គ្រោះគេហើយបុណ្យនឹងកើតឡើងទ្វេខ្ញុំចាំមើលចុះអ្នកណាក៏ដោយឲ្យតែជួយគេហើយន្ទួញលឹកពីគុណស្រ័យអ្នកនឹងអត់សូវមានអ្នកកតញ្ញូជាមួយទេមែនតែប្រសិនបើអ្នកណាមួយដែលជួយគេហើយអត់មានការលើកបើកកាយពីគុណទោសអីទេនៅធម្មតាម្នាក់នឹងមិនចាំបាច់ថាហែងទៅតែដឹងគុណអញទេគេនឹងរលឹកឃើញឯងជួនកាលការជួយគេល្អហើយញាតិញោមការជួយអ្នកដទៃជារឿងល្អហើយតែការរំលឹកគុណដដែលប្រាប់អ្នកដទៃវាជារឿងសាំវារឿងសាំស្គាល់អត់ពាក្យថាសាំហ្នឹងវាសាំញ៉ាំការជួយអ្នកដទៃជារឿងល្អប៉ុន្តែការដែលរំលើកពីគុណស្រ័យប្រាប់អ្នកដទៃច្រើនពេករំលឹកបុគ្គលនឹងច្រើនពេកវាទៅជារឿងសាំញ៉ាំទៅវិញដូច្នេះអ្នកគប្បីរៀនសម្អាតចិត្តដោយបេះដូងបរិសុទ្ធស្ដាប់បានទេញាតិញោមហ្នឹងហើយអញ្ចឹងថ្ងៃនេះបញ្ជាក់ក្បាលដំបងប៉ុណ្ណឹងថាពិធីបុណ្យតក្កណានុប្បទានហ្នឹងគឺគម្រប់ខួប3ឆ្នាំដើម្បីឧទ្ទិសកុសលជូនចំពោះបុព្វការីបុគ្គលដែលបានចែកឋានឲ្យទៅកាន់បរលោកហើយមួយទៀតអាត្មាចង់និយាយញាតិញោមនិយាយពីរឿងអ្នកជ្រះថ្លាបន្តិចរឿងការជ្រះថ្លារឿងការស្រឡាញ់ពេញចិត្តជារឿងមួយហើយតែសូមកុំឲ្យការស្រឡាញ់របស់ញាតិញោមបិទបាំងកំហុសឲ្យសោះស្ដាប់បានទេញាតិញោមអ្នកខាងត្រពាំងទូលអ្នកត្រពាំងទូលស្ដាប់បានអត់ស្រឡាញ់អ្នកដតីស្រឡាញ់ចោះតែកុំស្រឡាញ់រហូតដល់ពុំអាចមើលកំហុសបុគ្គលនោះបានជារឿងអាក្រក់ណាស់ញាតិញោមស្អប់បុគ្គលណាក៏ស្អប់ទៅចោះប៉ុន្តែសូមកុំស្អប់រហូតលែងមើលឃើញពីសេចក្តីល្អរបស់បុគ្គលនឹងទាន់ទេបញ្ជាក់សារថ្មីឡើងវិញស្រឡាញ់អ្នកណាមួយពេញចិត្តអ្នកណាមួយក៏តាមបេះដូងរបស់ខ្លួនចោះក៏ប៉ុន្តែនៅពេលណាដែលម្នាក់នឹងធ្វើទោសឲ្យឃើញថាម្នាក់នឹងពិតជាធ្វើទោសមែនទាន់ទេសូមកុំឲ្យអាសេចក្តីស្រឡាញ់បិទបាំងកំហុសអស់រលីងស្អប់បុគ្គលណាក៏ដោយមិនពេញចិត្តបុគ្គលណាក៏ដោយប៉ុន្តែនៅពេលណាដែលម្នាក់ដែលយើងស្អប់នោះគេបានធ្វើល្អសូមឲ្យយើងឃើញថាម្នាក់នឹងគេបានធ្វើល្អផងទើបបានឈ្មោះថាយើងជាមនុស្សល្អពិតប្រាកដតែនៅពេលណាដែលអ្នកស្រឡាញ់គេធ្វើខុសក៏លែងឃើញថាជាកំហុសហើយអ្នកស្អប់នៅពេលដែលគេធ្វើល្អមិនឃើញតែគេធ្វើល្អនៅតែពោលពាក្យបន្តបង្អាប់នេះបានន័យថាអ្នកសន្សំពូជអាក្រក់នៅក្នុងសន្តានតន់ទេញាតិញោមអនុមោទនីដូចអាត្មាគេកំពុងតែបន្ទុះសារាយនឹងអាត្មាមួយអាត្មានៅតែលើកចឹងតាមបណ្ដាឡាយផ្សាយបន្តផ្ទាល់មានមតិខ្លះគាត់លើកឡើងថ្នាក់នឹងអាត្មាមានទាំងលោកមានទាំងកុហកបចើជួនកាលអាខ្លួនឯងវាអាក្រក់គំនិតខ្លួនឯងវាអាក្រក់យកអាគំនិតរបស់ខ្លួនឯងទៅបោកប៉ាន់លៀបអ្នកដទៃថាអាក្រក់ដោយការគិតរបស់ខ្លួនឯងដែរមនុស្សសង្គមសពថ្ងៃហ្នឹងអញ្ចឹងញាតិញោមជាមើលមានពេលអញ្ជើញញាតិញោមទៅលេងបាត់ដំបងម្ដងចង់ទៅទេច្បាស់ហើយឥឡូវបើលោកប្រាប់ឲ្យទៅអត់ច្បាស់ហើយណាតែអត់ទៅពួកកនៅថ្ងៃទី10ខែ4ខាងមុខនេះជាថ្ងៃគម្រប់អាយុ30
ចូល31ឆ្នាំរបស់អាត្មាហើយក៏ជាការគម្រប់នៃការបួសរយៈកាល11ឆ្នាំរបស់អាត្មាផងហើយថ្ងៃនោះជាថ្ងៃចម្រើនដោយកុសលមានការសម្ដែងពធដោយសម្ដេចព្រះព្រហ្មរតនមនីពិនសែមសិរីសវណ្ណោផងប្រកេនតេយ្យទានចំពោះប្រសពប្រកេនចង្ហាន់ចំពោះប្រសង់100អង្គផងលោកគ្រូអគ្គបណ្ឌិតសម្ដែងធម្មទេសនាផងនឹងមានការផ្ដល់អាវាតហោហាយមួយថ្ងៃពេញបឹបគឺនៅថ្ងៃទី10ខែ4ខាងមុខនេះជារៀងរាល់ឆ្នាំហ្នឹងហើយអាត្មាប្រើពាក្យថាបុណ្យខួបកំណើតញាតិញោមដែលឮដែរដែលឮហ៎អាត្មាប្រើពាក្យថាបុណ្យខួបកំណើតពាក្យថាបុណ្យខួបកំណើតនេះគឺជាពេលវេលាមួយដែលវាវិលជុំពាក្យថាខួបហ្នឹងណាញោមពេលវេលាមួយដែលវាវិលជុំដល់ទីកន្លែងវាវិញឈ្មោះថាខួបតោះនេះញាតិញោមខួបកំណើតហ្នឹងគឺរលឹកទៅដល់ថ្ងៃដែលបានកើតមកជាមនុស្សហើយដែលប្រើពាក្យថាបុណ្យនៅខាងមុខហ្នឹងដោយសារតែថ្ងៃរំលឹកខួបកំណើតហ្នឹងគឺជាថ្ងៃចម្រើនដោយបុណ្យកុសលពិតមែនមានមតិខ្លះលើកឡើងថាអាត្មាប្រពៃពិធីទាំងអស់ហ្នឹងគឺដើម្បីប្រមូលលុយបានអាត្មាបញ្ជាក់មិនមែនផ្កាប្រាក់សាមគ្គីទេបញ្ជាក់ប្រាប់ញាតិញោមអញ្ចឹងណាមិនមែនជាបុណ្យផ្កាប្រាក់សាមគ្គីទេហើយការប្រារព្ធកម្មវិធីទាំងអស់នោះវាកើតឡើងចេញពីការទេសនាតាមរោងបុណ្យអញ្ចឹងញាតិញោមញាតិញោមបវរណាមកអញ្ចឹងទៅអាត្មាក៏ទុកដាក់សម្រាប់យកថ្ងៃនឹងមួយជាថ្ងៃដែលត្រូវបំពេញនៅកុសលជាកម្មវិធីបំពេញនៅកុសលសម្រាប់អាត្មាតែសេចក្តីល្អអាត្មាធ្វើរាល់ថ្ងៃតែអាត្មាកំណត់ពេលនឹងមួយបានជួបជុំពុទ្ធបរិស័ទបានប្រារព្ធសេចក្តីល្អហើយក៏ជាការចង់ដាស់តឿនឲ្យពុទ្ធបរិស័ទបានដឹងនៅក្នុងថ្ងៃកំណើតនឹងផងដែរតែផ្ទុយទៅវិញមានមតិមហាជនខ្លះក៏លើកឡើងថាថ្ងៃខួបកំណើតហ្នឹងវាទៅជាថ្ងៃរបស់ពួកជនបរទេសទៅវិញណែថ្ងៃខួបកំណើត Happy Birthday to you ហ្នឹងញាតិញោមដែលជាប្រពៃណីរបស់ពួកវប្បធម៌របស់ពួកលោកខាងលិចហ្នឹងវាតតែអាត្មាហ្នឹងកាត់នំតននេះញាតិញោមតអាត្មានឹងអញមាននំខេកមកកាត់នំទៅ Happy Birthday to you Happy Birthday to you អីទៅអាហ្នឹងវាជាវប្បធម៌របស់ពួកលោកខាងលិចហើយប៉ុន្តែអាត្មាក៏មាននំខេក Happy Birthday to you ឯណាអាត្មា to you to me ឯណាអាត្មាថ្ងៃហ្នឹងមានតែបូជាចំពោះព្រះសម្មាសម្ពុទ្ធបូជាចំពោះព្រះធម៌និងថ្វាយទានចំពោះព្រះសង្ឃផងរៀងរាល់ឆ្នាំហ្នឹងអញ្ចឹងបញ្ជាក់ថានេះមិនមែនជាវប្បធម៌របស់ពួកជនបរទេសទេហើយគេទៅនឹងអាត្មានៅក្នុងថ្ងៃប្រើពាក្យថាខួបកំណើតហ្នឹងគេចង់ឲ្យព្រះប្រើពាក្យថាចម្រើនព្រះជន្មញោមញោមអាត្មាសាមួយប្រើពាក្យចម្រើនព្រះជន្មវាខ្មាស់គេពាក្យថាចម្រើនព្រះជន្មតួអ្នកណាមួយលើកដែរថាអូឆ្នាំហ្នឹងខ្ញុំកណាធ្វើកម្មវិធីចម្រើនព្រះជន្មប្រគេនព្រះអង្គអានឹងអ្នកធ្វើប្រគេនអាត្មាសំគូតោះនេះញោមតែបើជាពោះខ្លួនឯងមកចម្រើនព្រះជន្មហាក់បីដូចជាលើកខ្លួនឯងដល់កំពូលពេកតន់អត់ញោមតន់អត់ចឹងពាក្យខ្លះមិនត្រូវលើកខ្លួនឯងទេហើយអាត្មាប្រពកម្មវិធីនឹងឡើងចង់កែប្រែនៅទស្សនៈផ្នែកគំនិតរបស់ពលរដ្ឋខ្មែរមួយចំនួនញាតិញោមមើលមុខអាត្មាម្ដងទៀតអាត្មាចង់បដូរអញ្ចេះចង់បដូរថាថ្ងៃខួបកំណើតជាថ្ងៃដែលឪពុកម្ដាយជាពិសេសម្ដាយយើងគាត់បានពលីជីវិតសាច់ស្រស់ឈាមស្រស់ឈាមហូរទាំងថ្លុកស្ទើរតែស្លាប់ស្ទើររស់ដើម្បីបានផ្ដល់កំណើតបង្កើតឲ្យយើងបានឃើញនៅភពផែនដីទាំងមូលនេះទី2គឺរំលឹកទៅដល់ខ្សែជីវិតរបស់យើងថាពេលនេះរស់ឆ្នាំមុនដល់ពេលឥឡូវនេះគឺអាស្រ័យដោយបុណ្យជាអ្នកហុចផលឲ្យហើយពេលវេលាដែលវាស៊ីអស់ទៅរយៈកាល1ឆ្នាំដល់ពេលឥឡូវនេះជាការបង្ហាញថាម៉េចជាការបង្ហាញថាថ្ងៃខួបកំណើតមិនមែនជាថ្ងៃត្រូវសបាយទេជាការបង្ហាញថាជីវិតយើងវាត្រូវស៊ីអស់មួយឆ្នាំទៀតហើយតោះនេះញោម
អាយុម៉ានហើយ75អញ្ចឹងអាយុ75ហើយជាការបង្ហាញថាជីវិតយើងដល់75ឆ្នាំហើយតើយើងអាចមានមួយឆ្នាំនេះប្រមាណដងទៀតគូគប្បីយកពេលវេលាដែលសេចក្តីស្លាប់វាមិនទាន់ចូលមកដល់គប្បីប្រើប្រាស់ឲ្យសមតម្លៃនៃការរស់ដែលបុណ្យហុចផលឲ្យគឺការប្រព្រឹត្តនៅសេចក្តីល្អតើអ្នកញាតិញោមបងប្អូនប្រុសស្រីមួយចំនួនខ្លះដល់ថ្ងៃខួបកំណើតម្ដងគេនាំគ្នាជួបជុំទៅក្លឹបគេជួបជុំគ្នាទៅកន្លែងនេះកន្លែងនោះផឹកស៊ីជួបជុំពូម៉ាក់ពូភឿនគេតែស៊ូថាសូវដែលមានកូនណាខ្លះមកថ្វាយបង្គំអស់គុណម៉ែទេម៉ែអើយកូនថ្វាយបង្គំអស់គុណម៉ែហើយថ្ងៃនេះជាថ្ងៃកំណើតរបស់កូនគម្រប់អាយុប៉ុណ្ណេះកូនថ្វាយបង្គំម៉ែសូមអស់គុណម៉ែសូមកម្មាទោសម៉ែសូមជូនបន់ម៉ែគ្រប់យ៉ាងដែលសូវមានអត់សូវមានទេមែនទេវាមានដែរតែមិនសូវមានទេដូច្នេះឯងបានអាត្មាផ្លាស់ប្ដូរអាកំណត់កលែងទៅនឹងចង់ប្រាប់កលែងទៅនឹងញាតិញោមហើយទាំងលោកទាំងប្រសក់ចំអែចំអន់ឌឺដងផ្លែផ្កាសោកសៀតប៉ុន្តែអ្នកទាំងអស់ហ្នឹងមិនដែលឃើញមានសេចក្តីសុខសន្តិភាពតាមផ្លូវចិត្តម្ដងណាទេញាតិញោមស្អប់បុគ្គលណាក៏ដោយញាតិញោមញោមអើយស្អប់បុគ្គលណាក៏ដោយប៉ុន្តែប្រសិនបើបុគ្គលនឹងបានធ្វើសេចក្តីល្អហើយត្រូវមើលឲ្យឃើញថាគេពិតជាបានធ្វើល្អខ្លះផងកុំព្រោះតែការមិនពេញចិត្តបុគ្គលនឹងដល់តែពេលបុគ្គលនឹងធ្វើល្អមើលអត់ឃើញមែនដូនមែនញោមណាកុំអញ្ចឹងកាលណាដែលមានកំណត់បែបហ្នឹងគឺជាទស្សនៈមិនល្អបានអាត្មាដាស់តឿនថាញាតិញោមហើយពេលវេលាយើងតិចតួចណាណែថ្ងៃហ្នឹងមកកម្មវិធីបុណ្យតកណានុប្រទានគម្រប់ខួប3ឆ្នាំឧទ្ទិសកុសលជូនបុព្វការីបុគ្គលរបស់ក្រុមគ្រួសារនៃម្ចាស់បុណ្យហ្នឹងតែពេលក្រោយគេនឹងមកកម្មវិធីបុណ្យតកណានុប្រទានយើងវិញតើទេដូច្នេះជីវិតនៅសល់គូគប្បីប្រើប្រាស់ឲ្យអស់ហើយគប្បីធ្វើឲ្យទៅជាប្រយោជន៍ត្រូវញ៉ាំងជីវិតខ្លួនឯងឲ្យអ្នកដទៃបានសុខដោយសារយើងជាមនុស្សល្អខ្លះផងតើអត់ញោមអនុមោទនាកបត់ប៉ុណ្ណឹងដល់សាធុបានទៀតណាហ្នឹងហើយហ្នឹងគ្រាន់តែលើកឡើងប៉ុណ្ណឹងដើម្បីជាការដាស់តឿនពុទ្ធបរិស័ទអញ្ចឹងអ្នកថាទៅហើយណាហ្នឹងហើយវត្តបឹងរាំងសង្កាត់អូម៉ាល់ក្រុងបាត់ដំបងឯណោះហ្នឹងហើយញញោមលើទៅបាត់ដំបងអូអញជ្រុលបារាយអញមិញម៉ោង8ព្រឹកហើយបញ្ជាក់ដែរញាតិញោមណាថ្ងៃហ្នឹងគឺសម្ដេចថ្ងៃទី10ខែ4ហ្នឹងជាថ្ងៃកំណើតអាត្មាហ្នឹងសម្ដេចព្រះបរមរតនមនីពិនសែមលោកប្រទានធម្មទេសនាពេលព្រឹកម៉ោង8:00នាទីតោះនេះញាតិញោមហើយកម្មវិធីនោះអាត្មាប្រារព្ធធ្វើនៅបរិវេណវត្តរាជារាំងសយារាមហៅវត្តបឹងរាំងស្ថិតនៅក្នុងភូមិបឹងរាំងសង្កាត់អូម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបងចឹងញាតិញោមទៅមើលទៅ Happy Birthday នោះថ្ងៃខួបកំណើតព្រះអង្គជ្រួញពិសីហ្នឹងគឺស្មើនឹងបុណ្យគេមួយដែលអាត្មាប្រើពាក្យថាបុណ្យនៅខាងមុខហ្នឹងពីព្រោះកម្មវិធីមួយថ្ងៃពេញហ្នឹងគឺចម្រើនដោយកុសលហើយច្រើនដោយការសម្ដែងធម៌ទៅទៀតគាត់តែលើកឡើងថាគោលនៃការសម្ដែងពធហ្នឹងមានពេលព្រឹកសម្ដេចពេលល្ងាចលោកគ្រូអគ្គតែចន្លោះពេលដតីក្រៅពីនោះគឺមានការសម្ដែងធម៌បញ្យលធម៌ជាហោហែហើយបញ្ជាក់មួយទៀតអត់មានចាំបាច់ត្រូវមានលុយមានកាក់អីទេចេញតែថ្លៃឡានទៅខ្លួនឯងទៅបានហើយពេលព្រឹកក៏មានបបរថ្ងៃក៏មានបាយហើយពេលរសៀលហ្នឹងក្រៃលោមានភេសជ្ជៈមិនទេឡើយលោថាកំថាទុកមុនក្រៃលោមានទឹកសុទ្ធថែមម្នាក់ម្ដងទៀតណាបងណាហ្នឹងហើយអញ្ចឹងអាត្មាប្រាប់ថាមិនមែនជាកម្មវិធីបន់ផ្កាប្រាក់គៀងគោមនុស្សឲ្យចូលរួមច្រើនដើម្បីបានលុយបានកាក់អីទេបបរក៏មានភាសាបាយក៏មានឲ្យពិសាហើយមានធម្មទេសនាឲ្យញញោមបានស្ដាប់ច្រើនក្រេទៀតផងអញ្ចឹងអ្នកដែលថាទៅកុំកុហកលោកណាអនុមោទនាអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់នៅក្នុងទីនេះមេត្តាស្ដាប់ចាប់យកចំណុចដែលល្អគូសិក្សានិងគូបដិបត្តិចំណុចណាដែលពុទ្ធបរិស័ទយល់ថាមិនទាន់ចូលចិត្ត
មិនតាន់រីករាយនៅធម្មកថារបស់អាត្មាភាពហើយនៅមិនតាន់បានចូលចិត្តនៅឡើយទេសូមមេត្តាចាប់យកតែចំណុចល្អបានចំណុចណាមិនល្អកាត់ចោលកវត្តចោលឲ្យព្រុសកប់ឲ្យបាត់ចាប់យកតែចំណុចល្អទៅសិក្សានិងអនុវត្តញាតិញោមនឹងទទួលបាននៅសេចក្តីចម្រើនអនុមោទនីការចូលរួមសេចក្តីនៃព្រះធម៌សំគួរដល់កាលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង